រឿងពន្លឺនៃពាក្យសន្យាកាលពី10ឆ្នាំមុនស្វាមីរបស់សេរីបានសន្យាថាគាត់នឹងត្រឡប់មកវិញនៅពេលផ្កាឈូករីកគាត់បានប្រគល់ចង្កៀងតូចមួយឲ្យនាងហើយប្រាប់ឲ្យនាងអ៊ុតវាជារៀងរាល់យប់ដើម្បីបង្ហាញផ្លូវដល់គាត់ពេលវេលាកន្លងផុតទៅសេរីកាន់តែចាស់ទៅប៉ុន្តែភ្នែករបស់នាងនៅតែសម្លឹងទៅកាន់មាត់ទឹកជានិច្ចថ្ងៃមួយអ្នកនាំសារចិត្តអាក្រក់ម្នាក់បានមកភូតផលនាងថាស្វាមីនាងមានគ្រួសារថ្មីហើយភ្លេចនាងបាត់ទៅហើយបេះដូងសេរីត្រូវខ្ទេចខ្ទីនាងហៀបនឹងពន្លត់ចង្កៀងនោះចោលព្រោះគិតថាខ្លួនឯងត្រូវគេបោះបង់ស្រាប់តែផ្កាឈូកសមួយតោងបានរីកឡើងនៅក្រោមពន្លឺព្រះច័ន្ទដោយអ្វីដែលស្វាមីនាងធ្លាប់សន្យានៅលើផ្ទៃទឹកមានស្រមោលទូកមួយអណ្ដែតមកនោះគឺស្វាមីរបស់នាងដែលបានត្រឡប់មកវិញតាមការសន្យាទាំងសភាពមើលមិនយល់គាត់បានប្រាប់ថាគាត់ត្រូវបានសត្រូវចាប់ខ្លួនហើយមានតែពន្លឺចង្កៀងរបស់នាងទេដែលជួយឲ្យគាត់មានកម្លាំងរស់ពួកគេបានអោបគ្នាទាំងទឹកភ្នែកក្តីសង្ឃឹមនិងភាពស្មោះត្រង់បាននាំពួកគេឲ្យមកជួបគ្នាវិញពន្លឺព្រះអាទិត្យបានរះឡើងបញ្ជាក់ថាភាពស្មោះត្រង់គឺជាពន្លឺដែលមិនចេះរលត់ឡើយ